មិនទទួលសំណូកមិនដែលលោកឧត្តមកតេនេះជាឆន្ទៈបង្ក្រាបបទល្មើសនេសាទរបស់អភិបាលខេត្តពោធិ៍សាត់ខេត្តពោធិ៍សាត់អាយុដំខុយរីដាអភិបាលខេត្តពោធិ៍សាត់បានបញ្ជាក់ចំហមិនទទួលប្រាក់សំណូកពីជនល្មើសជាដាច់ខាតអភិបាលខេត្តពោធិ៍សាត់សង្កត់ធ្ងន់ថាលោកបណ្ដាលលោកឧត្តមកតេខ្លួនដោយរួមដៃជាមួយអ្នកប្រព្រឹត្តបទល្មើសនោះទេតាំងពីខ្លួនធ្វើជាមន្ត្រីថ្នាក់ក្រោមមកម្លេះការបង្ហាញឆន្ទៈបែបនេះរបស់អាយុដំខុយរីដាក្នុងការបង្ក្រាបបទល្មើសគឺធ្វើឡើងកាលពីថ្ងៃទី1ខែឧសភាក្នុងដំណើរទស្សនកិច្ចទៅកាន់សហគមន៍នេសាទកំពង់ប្រាក់ក្នុងឃុំស្នាអនសាស្រុកក្រគរជាមួយក្រុមអ្នកសារព័ត៌មានរៀបចំដោយក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទរដ្ឋបាលស្រុកក្រគររដ្ឋបាលជលផលសហភាពអឺរ៉ុបនិងអង្គការស្បៀងនិងកសិកម្មនៃអង្គការសហប្រជាជាតិ FOA ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មានជុំវិញការងារបង្ក្រាបបទល្មើសនេសាទក្នុងដែនទឹកខេត្តពោធិ៍សាត់អាយុដំខុយរីដាបញ្ជាក់យ៉ាងដូចនេះថាខ្ញុំជាអភិបាលខេត្តបើខ្ញុំទៅយកផលប្រយោជន៍ពីនឹងឧទាហរណ៍ជាថវិកាជាអ្វីផ្សេងអញ្ចឹងស្មើនឹងចូលរួមប្រព្រឹត្តបទល្មើសរួចស្រេចហើយលុយបានមកពីណាបានមកពីប្រព្រឹត្តបទល្មើសយើងយកលុយពីបទល្មើសមានន័យថាយើងចូលរួមជាមួយបទល្មើសហើយអញ្ចឹងសម្រាប់ខ្ញុំមួយរូបនេះមិនមែនទៅពេលខ្ញុំមកធ្វើចៅវាយខេត្តទេតាំងពីខ្ញុំនៅធ្វើជាមន្ត្រីគឺខ្ញុំមិនលោកឧត្តមកតេទាំងអស់នេះទេពាក់ព័ន្ធនឹងបទល្មើសនេសាទក្នុងខេត្តពោធិ៍សាត់បានថយចុះពី80ទៅ90%ហើយអភិបាលខេត្តពោធិ៍សាត់លើកឡើងដូចនេះដោយសង្កត់ធ្ងន់ថាករណីនេះលោកនិងអាជ្ញាធរគ្រប់ជាន់ថ្នាក់មិនទម្លាក់ដៃក្នុងការតាមចាប់ជនល្មើសឲ្យទទួលខុសត្រូវចំពោះមុខច្បាប់ឡើយយើងទទួលបានជោគជ័យលើការបង្ក្រាបបទល្មើសនេសាទតែបើអះអាងថាឲ្យអស់ 100% យើងមិនហ៊ាននិយាយទេជារួមយើងបង្ក្រាបបាន80ទៅ90%ហើយធៀបនឹងពីមុនយើងធ្វើមិនបានប៉ុណ្ណឹងទេតែយ៉ាងណាយើងនៅតែតាមប្រមាញ់រហូតអ្នកដែលប្រព្រឹត្តបទល្មើសយើងត្រូវតែអនុវត្តច្បាប់ចាប់បានយើងមិនឲ្យរួចខ្លួនទេអាយុដំនិយាយបែបនេះជាមួយនឹងការបដិញ្ញាចិត្តបង្កើនផលត្រីក្នុងបឹងទន្លេសាបឡើងវិញពាក់ព័ន្ធនឹងការបង្ក្រាបបទល្មើសនេសាទនេះដែរកាលពីថ្ងៃទី22ខែមេសាកន្លងទៅសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតក៏បានប្រកាសបើកដៃឲ្យកងកម្លាំងប្រដាប់អាវុធប្រសិទ្ធការពារខ្លួនបើសិនជនល្មើសមានចេតនាបើកទូកបុកឬបាញ់កាំភ្លើងតដៃការប្រកាសចាត់ការដោយឥតប្រណីបែបនេះបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលមើលឃើញថាការប្រើប្រាស់ឧបករណ៍ឆក់ត្រីទ្រង់ត្រីធំនៅតែបន្តកើតមានហើយជនល្មើសខ្លះហ៊ានរហូតប្រើកាំភ្លើងបាញ់និងបើកទូកបុកកងកម្លាំងប្រដាប់អាវុធថែមទៀតផងគួររំលឹកឡើងវិញផងដែរថាកាលពីថ្ងៃទី22ខែមេសាឆ្នាំ2022សម្ដេចហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីបានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាបបើគិតពីថ្ងៃទី23ខែមីនាឆ្នាំ2022ដល់ថ្ងៃទី8ខែកញ្ញាឆ្នាំ2024មានមនុស្សចំនួន36នាក់ត្រូវបានឃុំខ្លួនពាក់ព័ន្ធនឹងបទល្មើសនេសាទជនដែលបានជាប់ឃុំគឺជាជនល្មើសដែលស្ថិតក្នុងចំណោមសំណុំរឿង90ករណីដែលអាជ្ញាធរបញ្ជូនទៅតុលាការ